មនុស្សឧស្សាហ៍កើតមកមិនមែនជាមនុស្សឧស្សាហ៍ទេប៉ុន្តែវាត្រូវបានបង្កើតឡើងជាទម្លាប់រាល់ថ្ងៃហឹមតែទស្សនៈមួយគេនិយាយថាមនុស្សទៅកើតមកមានកំណើតកើតនៅកន្លែងណាក៏វានៅតែមានកំណើតដែរតែអាមនុស្សអត់កំណើតទោះកើតនៅកន្លែងមាសប្រាក់បណ្ដុំនៅធនធានក៏វានៅតែអត់កំណើតយើងធ្លាប់លើអញ្ចឹងណាពាក្យចាស់បុរាណដែលគេនិយាយប៉ុន្តែនៅក្នុងថ្ងៃនេះផងដែរខ្ញុំលើកនៅប្រធានបទគឺនិយាយអំពីទម្លាប់នាំឲ្យយើងក្លាយជាមនុស្សឧស្សាហ៍ស្ដាប់ទៅវាហាក់បីដូចជាទៅលើប្រភេទមនុស្សដែលអឺគេថាស្ទើរ50%ជាមនុស្សដែលខ្ជិលផងឧស្សាហ៍ផងហើយអឺសកម្មភាពវាអត់ពេញឯងអញ្ចឹងវាអាចនាំឲ្យយើង stress មានន័យថារាល់ច្រកមួយដែលអត់ឃើញណាអញ្ចឹងខ្ញុំចង់លើកប្រធានបទហ្នឹងមកនិយាយអញ្ចឹងសួរថាអាទម្លាប់នាំឲ្យយើងក្លាយជាមនុស្សឧស្សាហ៍ហ្នឹងវាមានប្រមាណចំណុចអាចនាំឲ្យយើងហ្នឹងក្លាយទៅជាមនុស្សឧស្សាហ៍ដូចអ្នកដទៃបានមិនថាអ្នកដទៃទេសូម្បីតែមិត្តភក្តិយើងជិតស្និទ្ធណោះយើងដើរមួយមិត្តភក្តិយើងមានច្រើនអញ្ចឹងយើងដឹងហើយថាអ្នកខ្លះគាត់អត់ចូលចិត្តធ្វើនេះធ្វើនោះទេតែអ្នកខ្លះគាត់ឧស្សាហ៍ធ្វើនេះធ្វើនោះអញ្ចឹងដើរជាក្រុមហ្នឹងពេលញ៉ាំនេះញ៉ាំនោះធ្វើអ្វីមួយគឺយើងដឹងហ្មងថាម្នាក់នេះចូលចិត្តបែបនេះម្នាក់នេះចូលចិត្តបែបនោះហើយម្នាក់នេះចូលចិត្តជួយគេម្នាក់នោះអត់ទេមានអីឲ្យធ្វើជាពិសេសការងារហ្នឹងគឺរុញឲ្យតែម្ខាងធ្វើឲ្យគាត់ហ្នឹងអត់សូវជួយធ្វើហ្នឹងហើយប៉ុន្តែសួរថាឲ្យកាត់ផ្តាច់នៅទំនាក់ទំនងជាមិត្តភក្តិកើតអត់គឺអត់ទេគឺនៅតែរាប់អានគ្នាបានអញ្ចឹងគ្រាន់ថាមនុស្សវាមានច្រើនប្រភេទអញ្ចឹងទៅទោះបីជាប្រភេទខុសគ្នាតែយើងក៏នៅតែអាចរាប់អានគ្នាបានអខ្ញុំសូមលើកពីចំណុចចាប់ផ្ដើមពីចំណុចតូចៗអ្នកទាំងអស់គ្នាចំណុចតូចៗដែលយើងធ្វើរាល់ថ្ងៃáគឺអាចផ្លាស់ប្ដូរនៅថ្ងៃអនាគតរបស់យើងបានចំណុចតូចៗដែលយើងធ្វើរាល់ថ្ងៃវាមានសកម្មភាពដូចជាដេកដើរឈរអង្គុយអីអញ្ចឹងអាហ្នឹងសុទ្ធសឹងតែជាសុជីវធម៌ណោះដែលមាននៅក្នុងក្រុមគ្រួសារយើងហើយបូកផ្សំជាមួយនឹងការនិយាយពាក្យសម្ដីហ្នឹងហើយហ្នឹងយើងអាចរៀនបន្ថែមពីសាលាឬក៏ពីសង្គមជុំវិញខ្លួនយើងមានចាស់ទុំដែលគាត់ប្រាប់យើងជាពិសេសយើងពេលខ្លះយើងនិយាយទៅវាអត់ចូលទៅជាអ្នកដទៃយើងគិតថាយើងនិយាយត្រូវប៉ុន្តែពួកគាត់ស្ដាប់មកថាអូវាអត់ត្រូវទេខុសហើយអញ្ចឹងយើងអាចអឺដកឃ្លាមកគិតក្រោយបន្តិចថាយើងនិយាយហ្នឹងខុសមែនអត់ហេតុអីបានជាពួកគាត់ថាខុសអញ្ចឹងយើងកុំមានះយើងអាចសួរពួកគាត់ដោយភាពស្មោះត្រង់ឬក៏អឺយើងកុំក្អិតក្តោងពេកណាយើងសួរគាត់ដោយស្មោះត្រង់ថាហេតុអីបានខ្ញុំនិយាយខុសអឺដូចជាបើសិនជាយើងអ្នកលក់យើងអ្នកលក់យើងអ្នកលក់អីវ៉ាន់ហើយមានអតិថិជនគាត់អឺចង់មកមើលដល់ទីតាំងហើយយើងមានទីតាំងច្បាស់លាស់មិនមែនជាប្រភេទអីវ៉ាន់អនឡាញអត់មានទីតាំងអីទេយើងលក់អនឡាញមែនប៉ុន្តែយើងមានទីតាំងច្បាស់លាស់เนาะខ្ញុំឧទាហរណ៍អញ្ចឹងហើយអឺគាត់បានប្រាប់ទៅអតិថិជនហើយក៏ផ្ញើ location ទៅឲ្យអតិថិជនហើយគាត់ក៏បាន voice បញ្ជាក់ប្រាប់ទៅខាងអតិថិជនថាបងអាចជិះមកមើលទីតាំងខ្ញុំដល់កន្លែងបានអាចជិះមកតាម location ហ្នឹងណាហើយស្រាប់តែនិយាយចឹងស្រាប់តែប្រធានផ្នែកយើងហ្នឹងគាត់ឮយើងនិយាយហើយគាត់ប្រាប់ឲ្យយើងថានិយាយអញ្ចឹងអត់ត្រូវទេអាពេលហ្នឹងយើងគិតថាយើងនិយាយខុសហ្នឹងព្រោះយើងតម្លាក់ទីតាំងយើងប្រាប់ភ្ញៀវថាបងអាចជិះមកមើលតាម location ខ្ញុំបានមកទៅតាំងដល់ទីតាំងកន្លែងខ្ញុំលក់ប៉ុន្តែគាត់បែរជាស្ដាប់ទៅគាត់ថាយើងនិយាយខុសប៉ុន្តែយើងគិតថាយើងនិយាយត្រូវហើយ
ហើយយើងអាចសួរគាត់ទៅវិញថាម៉េចក៏យើងនិយាយខុសពេលហ្នឹងយើងប្រកាសជាមានកូនចិត្តអន់ចិត្តអីថាម៉េចបានជាយើងនិយាយខុសទាំងដែលយើងនិយាយត្រូវប៉ុន្តែគាត់ជាប្រធានផ្នែកជា supervisor របស់យើងអញ្ចឹងគាត់ប្រកាសជាដឹងឯថាចំណុចដែលយើងនិយាយហ្នឹងមិនអន់ខុសអញ្ចឹងយើងអាចទៅសួរគាត់ថាបងអញ្ចឹងពាក្យដែលនិយាយត្រូវគួរតែនិយាយម៉េចគួរតែនិយាយបែបណាហ្នឹងហើយដើម្បីឲ្យត្រូវណាពេលនោះប្រធានផ្នែកនឹងប្រាប់ឲ្យយើងវិញហើយគាត់ក៏ប្រាប់យើងថានៅពេលដែលប្អូនឯងតម្លាក់ location ទៅឲ្យអតិថិជនហើយគាត់ចង់មកមើលដល់ហាងអាចvoice សំឡេងជាសំឡេងហ្នឹងណាអាចនិយាយជាសំឡេងទៅកាន់អតិថិជនថាបងបងអាចអញ្ជើញមកតាម location ដែលខ្ញុំតម្លាក់ជូនបងនេះណាបងនៅពេលដែលឮប្រយោគហ្នឹងគឺវាស្ដាប់ទៅវាពិរោះពិសាជាងអាពាក្យមិញដែលយើងនិយាយថាបងអាចជិះមកតាម location នេះបានតាមទីតាំងដែលខ្ញុំតម្លាក់ជូនបងវាខុសឆ្ងាយពាក្យមានន័យតែមួយតែមួយវាជាភាសាមានជីវធម៌ហើយស្ដាប់ទៅគួរឲ្យចង់ស្ដាប់តែភាសាមួយទៀតវាអាចថាដូចវាយស្មើយើងជាអ្នកលក់ហើយគាត់ជាភ្ញៀវជាអតិថិជនរបស់យើងហើយយើងទៅនិយាយបែបហ្នឹងវាអត់ពីរោះប៉ុន្តែបើសិនជាខ្ញុំជាភ្ញៀវវិញនៅពេលដែលគេនិយាយអញ្ចឹងជាមកឲ្យវារៀងឆ្កងនោះប៉ុន្តែបើគាត់ប្រើពាក្យថាបងអាចអញ្ជើញមកតាមទីតាំងដែលខ្ញុំតម្លាក់ជូនបងនេះវាស្ដាប់ទៅពីរោះហើយគួរឲ្យចង់ទៅអតិថិជនណានៅពេលដែលគាត់ចង់មកដល់ទីតាំងហាងរបស់យើងមានន័យថាគាត់ចង់ឃើញអីវ៉ាន់របស់យើងផ្ទាល់ព្រោះគាត់អត់ដូចជាអត់ជឿជាក់អីវ៉ាន់យើងទាំងដែលអីវ៉ាន់យើងលក់អនឡាញប៉ុន្តែគាត់ចង់មកមើលទីតាំងរបស់យើងផ្ទាល់អញ្ចឹងមានអារម្មណ៍ទីមួយគឺយើងត្រូវដឹងថាអតិថិជនរបស់យើងគឺមិនសូវទុកចិត្តទៅលើអីវ៉ាន់របស់យើងលក់ទេអញ្ចឹងនៅពេលដែលយើងនិយាយពាក្យមួយដែលប៉ះពាល់ដល់អារម្មណ៍របស់គាត់អាចនាំឲ្យគាត់ថ្នាំងថ្នាក់ក្នុងចិត្តអាចថាគាត់ចង់មកស្ដាប់ហើយគាត់លែងចង់មកក៏ថាបានអញ្ចឹងនេះជាចំណុចតូចមួយដែលអាចឲ្យយើងរៀនយល់បានថាអាចចំណុចតូចៗហ្នឹងអាចផ្លាស់ប្ដូរឲ្យយើងនៅថ្ងៃណាមួយដោយសារតែទម្លាប់របស់យើងអញ្ចឹងទម្លាប់នៅក្នុងការធ្វើការងារហ្នឹងរៀននិយាយរវាងអ្នកលក់ហើយនិងអ្នកទិញហើយរៀនស្ដាប់ពីអ្នកដែលគ្រប់គ្រងរបស់យើងថាពួកគាត់បានណែនាំបានកែតម្រូវយើងនៅចំណុចទាំងអស់ហ្នឹងឲ្យល្អមកបែបណានោះអញ្ចឹងគេថាបែបហ្នឹងយើងក៏ទទួលយកហើយក៏ព្រមស្ដាប់នៅទង្វើនៃការអប់រំរបស់គាត់ទៅអញ្ចឹងអាចចំណុចតូចៗទាំងអស់នេះធ្វើឲ្យយើងកែប្រែនៅចំណុចមិនល្អរបស់យើងបានហើយនៅពេលដែលយើងអនុវត្តកែយូរៗទៅយើងនឹងក្លាយជាទម្លាប់មនុស្សម្នាក់ដែលមានទម្លាប់ល្អមានសុជីវធម៌មួយនៅក្នុងការរស់នៅរបស់យើងហើយមនុស្សដែលឧស្សាហ៍គឺគេចូលចិត្តធ្វើរឿងតូចៗទាំងអស់ហ្នឹងនៅពេលដែលគេឧស្សាហ៍កែប្រែនៅចំណុចខ្វះខាតរបស់ខ្លួនអាចធ្វើឲ្យគេមានភាពល្អប្រសើរកាន់តែច្រើនពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងវាមិនមែនមានអ្វីពិសេសអស្ចារ្យជាងយើងទេប៉ុន្តែដោយសារគេធ្វើសកម្មភាពតូចៗដដែលៗនោះគឺការកែប្រែរបស់យើងនេះឯងហើយកែប្រែទៀតស្ដាប់នៅការណែនាំរបស់ថ្នាក់លើរបស់មនុស្សចាស់ជាងយើងអ្នកដែលឆ្លងកាត់ជាងយើងហើយអនុវត្តព្យាយាមអនុវត្តដដែលដោយមិនមានការបោះបង់អញ្ចឹងធ្វើទៀតចំណុចទាំងអស់នោះនឹងនាំឲ្យយើងកាន់តែល្អប្រសើរហើយធ្វើល្អជាបន្តបន្ទាប់យើងនឹងទទួលបានលទ្ធផលល្អទម្លាប់ល្អហ្នឹងហើយគឺជាគ្រាប់ពូជរបស់យើងណារុញឲ្យយើងនៅថ្ងៃអនាគតឲ្យយើងទទួលបានលទ្ធផលល្អតែចេញជាផ្លែផ្កាមកថាយើងបានទទួលដូចជាយើងរៀនសូត្រអញ្ចឹងយើងចាប់ផ្ដើមពីថ្នាក់ទីមត្តេយមកឬក៏ទី6មករហូតមកដល់ឥឡូវយើងមានចំណេះដឹងដល់ប៉ុណ្ណឹងយើងអាចស្វែងយល់អាចអានអក្សរអាចធ្វើការជាមួយមនុស្សជុំវិញខ្លួនបានអាហ្នឹងវាគឺជា
ចំណុចដែលយើងគិតត្រេះរិះងាកក្រោយថាអូចំណុចតិចតួចទាំងអស់ហ្នឹងដែលយើងរៀនតាំងពីដឹកគ្រូដឹកដៃយើងកខកខដល់អហ្នឹងរហូតដល់យើងអាចសរសេរខ្លួនឯងអាចអានប្រកបពាក្យរហូតដល់យើងសរសេរដោយមិនចាំបាច់ទៅមើលនៅអក្ខរក្រមព្យញ្ជនៈទាំងអស់ឡើងវិញបានគ្រាន់តែគេថាសរសេរការមកក៏ស្អាតហ្មងមិនចាំទៅមើលការមានគំរូបែបណាទេអញ្ចឹងយើងអាចយល់នៅចំណុចតូចៗទាំងអស់ហ្នឹងបានបងប្អូនចង់និយាយមួយទៀតគឺភាពឧស្សាហ៍មិនមែនធ្វើតែនៅពេលដែលយើងមានអារម្មណ៍ល្អទេអញ្ចឹងភាពឧស្សាហ៍ហ្នឹងមិនមែនតែនៅពេលចាំតែយើងមានអារម្មណ៍ល្អហើយចាំយើងធ្វើទេប៉ុន្តែឧស្សាហ៍វាត្រូវធ្វើជាបន្តបន្ទាប់វាធ្វើលក្ខណៈរៀបដូចជាផែនការងារមានផែនការច្បាស់លាស់ត្រឹមត្រូវហ្នឹងហើយអនុវត្តពីមួយជំហានទៅមួយជំហានបន្តបន្ទាប់អូសំឡេងម៉ូតូកង់សតទៅបងប្អូនទាំងអស់គ្នាយើងធ្វើជាបន្តបន្ទាប់រហូតណាហ្នឹងហើយមានពេលខ្លះយើងអត់ស្រួលខ្លួនប៉ុន្តែយើងក៏នៅតែធ្វើវាហ្នឹងហើយអស់កម្លាំងក៏ដោយអត់មានថាមពលក្នុងខ្លួនក៏ដោយយើងត្រូវតែធ្វើបានយើងត្រូវតែធ្វើហើយអត់មានអឺទម្រុនស្ពឹកអីទេត្រូវតែធ្វើលើកលែងតែយើងថាងើបលេងរួចហើយឈឺយើងអត់អាចធ្វើបានទើបយើងក៏សម្រាកសិនទៅណោះហ្នឹងហើយព្យាបាលប៉ុន្តែបើយើងធ្វើបានយើងនៅតែធ្វើវាកុំយកភាពអារម្មណ៍ខ្ជិលយើងដាក់មុខអញ្ចឹងមនុស្សឧស្សាហ៍គឺគេអញ្ចឹងធ្វើរហូតអត់មានខ្ជិលយកភាពអាខ្ជិលនឹងមកដាក់ក្នុងខ្លួនទេអនុវត្តវាជាបន្តបន្ទាប់ធ្វើដដែលអញ្ចឹងទៅមានការងារម្ចាស់អត់ទេដែលយើងធ្វើហ្នឹងហើយមិនថានៅកន្លែងក្រុមហ៊ុនឬក៏នៅកន្លែងយើងស្នាក់នៅទេគឺមានការងារជាច្រើនលើកលែងដែលយើងមិនធ្វើណោះអញ្ចឹងជំហានដែលយើងធ្វើហ្នឹងហើយវាជាជំហានពីមួយជំហានទៅមួយជំហានរហូតដល់ធ្វើឲ្យយើងជោគជ័យនៅចំណុចណាមួយដែលយើងសម័យចង់បានណាដោយសារតែការធ្វើមិនឈប់មិនឈរមាន7ចំណុចដែលចង់ចែករំលែកពាក់ព័ន្ធនឹងយើងមិនមែនជាមនុស្សឧស្សាហ៍ទេប៉ុន្តែយើងចង់ក្លាយជាមនុស្សឧស្សាហ៍អញ្ចឹងទម្លាប់ដែលនាំឲ្យយើងក្លាយជាមនុស្សឧស្សាហ៍មាន7ចំណុចសាបទេដែលខ្ញុំលើកយកមកនេះអាចឲ្យយើងទៅគិតហើយអនុវត្តបានចំណុចទី1ហ្នឹងគឺអឺឆាប់ភ្ញាក់ពីព្រឹកណោះឆាប់ភ្ញាក់ពីដំណេកអឺកន្លែងនេះយើងអាចថាចុះបើយើងធ្វើការយប់បើយើងភ្ញាក់ពីដំណេកមិនទៅកន្លែងនេះខ្ញុំសង្កត់ធ្ងន់ទៅលើអ្នកដែលគាត់ធ្វើការ8ម៉ោងពីព្រឹកដល់ល្ងាចទេតែបើយើងគិតថាយើងធ្វើការយប់យើងក៏ឆាប់ភ្ញាក់ឲ្យទាន់ពេលវេលាធ្វើការចូលម៉ោងប៉ុន្មានឧទាហរណ៍ថាយើងធ្វើការពេលយប់ចូលម៉ោង2ណោះ2រសៀលដល់ម៉ោង10យប់ឬក៏ម៉ោង6ល្ងាចដល់ម៉ោង6ព្រឹកអីចឹងទៅយើងភ្ញាក់ឲ្យបានទាន់ពេលវេលាអាហ្នឹងវាក៏អាចសមស្របចូលទៅនឹងឆាប់ភ្ញាក់ពេលព្រឹកនេះដែរមានន័យថាភ្ញាក់ឲ្យទាន់ពេលវេលានៃការធ្វើការងារហ្នឹងតែឥឡូវខ្ញុំសូមនិយាយអំពីឆាប់ភ្ញាក់ពីព្រឹកឆាប់ភ្ញាក់ពីព្រឹកឬក៏ឆាប់ភ្ញាក់ពីដំណេកហ្នឹងព្រោះថាគេនិយាយថាពេលវេលាពីព្រឹកទស្សនវិទូជាច្រើនគេនិយាយថាគឺជាពេលវេលានៃអំណាចអំណាចមិនទៅពេលវេលានៃអំណាចព្រោះថាពេលព្រឹកហ្នឹងគឺជាពេលដែលស្ងប់ស្ងាត់ហើយវាក៏ជាពេលដែលមានថាមពលបំផុតជាពេលដែលយើងអាចគិតឬក៏ធ្វើផែនការដែលធ្វើឲ្យយើងចាប់ផ្ដើមធ្វើអ្វីដែលថ្មីមួយហ្នឹងគឺមានកម្លាំងមានថាមពលហ្មងព្រោះដោយសារតែយើងគេងពេញមួយយប់ហើយអញ្ចឹងអាចធ្វើឲ្យយើងគិតនៅដំណោះស្រាយរកការងារដំណោះស្រាយក្នុងការងារហ្នឹងថ្មីឆាប់បានឆាប់ចេញដោយសារតែយើងគេងឆ្អែតអញ្ចឹងការឆាប់ភ្ញាក់ពីដំណេកពេលព្រឹកហ្នឹងគឺវាមិនមានការមករំខានដូចជាកម្លាំងក៏យើងមាន
ហ្នឹងហើយពេលយើងភ្ញាក់មកមានថាមពលពេញបឺបយើងអាចទៅហាត់ប្រាណឲ្យកាន់តែមានសុខភាពល្អហ្នឹងហើយដូចជាអឺយើងអាចតាំងចិត្តថាអូពេលព្រឹកចឹងយើងត្រូវភ្ញាក់មុនអ្នកផ្ទះយើងអាចជាមុន5នាទីក៏បានដែរឲ្យតែយើងនឹងញាក់មុនអ្នកផ្ទះយើងហើយទាន់ពេលវេលាយើងទៅធ្វើការវាអាចបង្ហាញថាយើងគឺជាមនុស្សដែលអាចគ្រប់គ្រងពេលវេលាដ៏មានឥទ្ធិពលមែនទែនដែលគ្រប់គ្រងពេលវេលារបស់ខ្លួនឯងពេលព្រឹកហ្នឹងប្រកបដោយប្រសិទ្ធភាពបើយើងធ្លាប់អានសៀវភៅពេលព្រឹកដ៏អស្ចារ្យយើងប្រកាសជាដឹងហើយអឺខ្ញុំឆ្លាញ់សៀវភៅហ្នឹងមែនទែននៅពេលដែលខ្ញុំអានគឺខ្ញុំអានចប់ពី3ដងហើយខ្ញុំសូមលើកសង្ខេបតែ5ចំណុចទេពីសៀវភៅហ្នឹងអឺគឺយើងអាចចាប់ផ្ដើមពេលព្រឹកដោយមានគោលបំណងហ្នឹងគឺជាតម្លៃអប់រំមួយទី2គឺជាការបង្កើតនូវទម្លាប់ល្អទី3អាចបង្កើតនូវវិន័យផ្ទាល់ខ្លួនព្រោះកាលណាតែយើងក្រោកពីព្រឹកអញ្ចឹងពេលព្រឹកក៏យើងត្រូវក្រោកអញ្ចឹងវាជាការកំណត់នូវវិន័យរបស់យើងហើយមួយទៀតតម្លៃអប់រំមួយទៀតគឺអាចរកនៅអារម្មណ៍និងសុខភាពផ្លូវចិត្តរបស់យើងធម្មតាយើងជាអ្នកធ្វើការគឺវាមានបញ្ហាជាច្រើនណាស់ពីមួយថ្ងៃទៅមួយថ្ងៃអញ្ចឹងកាលណាតែយើងភ្ញាក់ពីព្រឹកមកអាចយើងមានពេលហាត់ប្រាណឲ្យខួរក្បាលយើងស្រឡះក្រោយពេលដែលយើងសម្រាកពេញមួយយប់អញ្ចឹងវាអាចកាន់តែមានថាមពលហើយខួរក្បាលយើងកាន់តែស្រស់ស្រាយហើយអាចផ្លាស់ប្ដូរនៅគំនិតតូចៗតែវាមានប្រយោជន៍ធំចំណុចដែលយើងផ្លាស់ប្ដូរទៅដូចជាយើងអឺក្រោកពេលព្រឹកហាត់ប្រាណក្រោកពេលព្រឹករៀបចំផ្ទះសម្បែងរៀបចំបន្ទប់គេងហ្នឹងហើយយើងអាចធ្វើម្ហូបពេលព្រឹកនាំឲ្យយើងមានសុខភាពល្អអញ្ចឹងវាជាប្រយោជន៍ដ៏ធំមួយសម្រាប់យើងហើយទម្លាប់ទី2គឺអានឬក៏ស្ដាប់អ្វីដែលថ្មីរាល់ថ្ងៃអឺយើងកុំគិតថាយើងជាមនុស្សដែលទឹកពេញកែវយើងត្រូវធ្វើជាមនុស្សដែលទឹកកន្លះកែវយើងត្រូវទទួលស្គាល់ថាយើងមិនអាចចេះអ្វីទាំងអស់ទេនៅក្នុងពិភពលោកមួយនេះយើងគ្រាន់តែចេះនៅចំណុចជ្រុងតូចមួយនៃជីវិតរបស់យើងតែប៉ុណ្ណោះអញ្ចឹងយើងអាចរៀនអាចស្ដាប់អ្វីដែលថ្មីនៅក្នុងសង្គមឬក៏ព្រឹត្តិការណ៍នៅក្នុងពិភពលោករបស់យើងថ្មីទទួលយកនៅចំណុចទាំងអស់ហ្នឹងអាចជាព្រឹកឡើងយើងអាចស្ដាប់ព័ត៌មានមិញយើងភ្ញាក់ពីព្រឹកទៅអត់ភ្ញាក់ពីព្រឹកយើងអាចស្ដាប់ព័ត៌មានឬក៏អានសៀវភៅផឹកកាហ្វេអានសៀវភៅស្ដាប់ភ្លេង relax អញ្ចឹងទៅហ្នឹងហើយវាជាការផ្លាស់ប្ដូរនៅគំនិតអាប់ដេតឬក៏មានន័យថាបង្កើននៅសមត្ថភាពចំណេះដឹងរបស់យើងមានធំ2យើងអាចឲ្យមានធំ3អញ្ចឹងរាល់ថ្ងៃយើងបន្ថែមរហូតទៅស្ដាប់ព័ត៌មានអានសៀវភៅនាំឲ្យយើងអភិវឌ្ឍខ្លួនឯងអភិវឌ្ឍទាំងខួរក្បាលទៀតផងដល់ពេលយើងអនុវត្តអញ្ចឹងទៅយើងធ្វើឲ្យយើងរស់នៅជាមួយបច្ចុប្បន្នដែលមានភាពទាន់សម័យគេហៅថាអឺរៀនអត់ចេះចប់អញ្ចឹងយើងរៀនរហូតកាលណាតែយើងរៀនរហូតខួរក្បាលយើងនឹងបង្កើននៅសមត្ថភាពកាន់តែច្រើនកាន់តែខ្លាំងធ្វើឲ្យយើងឈរលើវិស័យការងាររបស់យើងកាន់តែរឹងមាំអានេះខ្ញុំសំដៅទៅលើការដែលយើងចេះអាប់ដេតនៅគំនិតបង្កើននៅសមត្ថភាពរបស់យើងការគិតមិនថាតែការងារទេសូម្បីតែព្រឹត្តិការណ៍ប្រចាំថ្ងៃយើងអាចស្ដាប់ព័ត៌មានថាពិភពលោកយើងដើរដល់ចំណុចណាប្រទេសនេះប្រទេសនោះមានបញ្ហាអីអត់មានគ្រោះធម្មជាតិឬក៏មានសង្គ្រាមពិភពលោកហ្នឹងហើយទាំងអស់ហ្នឹងអាចសិក្សាស្វែងយល់បន្តបន្ទាប់ជារៀងរាល់ថ្ងៃកុំបង្កើតនៅគំនិតតែអីគេទៅអ៊ីកស៊ូមហ៎បន្តិចប៉ះពាល់ដល់អ្នកដែលគាត់ចូលចិត្តសប្បាយសុំទោសផងយើងខ្ញុំក៏ចង់និយាយដែរចំណុចហ្នឹងដែលឃើញក្មេងៗយើងទៅ
បង្កើតនូវទិដ្ឋភាពទាំងអស់ខ្ញុំមានអារម្មណ៍ថាសង្វេគខ្លួនឯងនោះដែលអត់អាចរកពេលសម្រាកដូចពួកគាត់ឃើញបាន មានតែពេលធ្វើការមកដល់ផ្ទះមកដល់បន្ទប់ធ្វើនេះធ្វើនោះបន្ថែមវាអត់មានពេលអញ្ចឹងណាហ្នឹងហើយមិនខ្ញុំអត់ចេះសប្បាយខ្ញុំអាចលេងហ្គេមដែរតែក៏មិនដល់ថ្នាក់ហ្នឹងអាហ្នឹងវាជាសន្តិភាពផ្លូវចិត្តរបស់ពួកគាត់ហើយហ្នឹងហើយការចេះស្ដាប់នៅឬក៏អានព័ត៌មានអីទាំងអស់ហ្នឹងណាវាមិនមែនជាផ្នែកការងារមួយទេគឺវាជាផ្នែកនៅជាថ្នាំនៅគំនិតដែលអភិវឌ្ឍនៅបំណិនជីវិតរបស់យើងនេះយើងយកចំណេះដឹងយកគំនិតយើងមកភាសាអង់គ្លេសគេថា apply នឹងជីវិតប្រចាំថ្ងៃនោះភាសាខ្មែរគេថាម៉េចចាហ្នឹងមកបន្សំខ្លួនឯងណាជាមួយនឹងចំណេះដឹងហើយនឹងការរស់នៅហ្នឹងថាវាអាចអានសារព័ត៌មានពីសុខភាពធ្វើឲ្យសុខភាពល្អញ៉ាំអីកុំអុយលើសកុំញ៉ាំផ្អែមច្រើនពេកហ្នឹងហើយអាហ្នឹងគឺជាចំណុចទី2អានឬក៏ស្ដាប់អ្វីដែលថ្មីរាល់ថ្ងៃតែស្ដាប់អ្វីដែលល្អដល់ចំណុចទី3គឺកំណត់គោលដៅប្រចាំថ្ងៃមិញយើងនិយាយអំពីការអានឬក៏ស្ដាប់អ្វីរាល់ថ្ងៃដែលថ្មីរាល់ថ្ងៃដល់ចំណុចទី3កំណត់គោលដៅប្រចាំថ្ងៃអញ្ចឹងពាក់ព័ន្ធនឹងការអានដែរឬក៏ការស្ដាប់នឹងដែរគឺត្រូវកំណត់ទៅតាមគោលដៅរបស់យើងគោលដៅរបស់យើងត្រូវតែមានរាល់ថ្ងៃព្រោះដូចគេថាមនុស្សដែលគ្មានគោលដៅវាដូចជានាវាដែលគ្មានទិសដៅអត់មានកំពង់ដូចជាក្បូនអណ្ដែតអត់មានកោះត្រើយអណ្ដែតទៅលើកោះណាកោះហ្នឹងទឹកហូរវិលវល់ផុតពីកោះហ្នឹងទៅកោះថ្មីទៀតអញ្ចឹងទៅណានឹងវាអត់មានទិសដៅអញ្ចឹងពេលព្រឹករាល់ព្រឹកយើងគួរតែសរសេរនៅគោលដៅតូច1ឬក៏2ដែលយើងចង់ធ្វើយើងសរសេរទៅវាហាក់បីថាសាមញ្ញមែនសរសេរគោលដៅទៅអី1 2រាល់ថ្ងៃប៉ុន្តែវាជារឿងដ៏អស្ចារ្យនៅពេលដែលយើងមានគោលដៅព្រោះកាលណាតែយើងមានគោលដៅយើងនឹងធ្វើរឿងទាំងអស់ហ្នឹងវាហាក់បីដូចជាថាអូថ្ងៃហ្នឹងនៅកន្លែងការងាររបស់យើងនៅពេលម៉ោងសម្រាប់ការងារយើងត្រូវអានសៀវភៅឲ្យបាន5ទំព័រឬក៏10ទំព័រអីចឹងទៅនៅម៉ោងសម្រាប់នៅពេលដែលយើងធ្វើបានយើងនឹងសប្បាយចិត្តថាអូយើងបានអនុវត្តគោលដៅយើងបានជោគជ័យអញ្ចឹងវាជាកម្លាំងចិត្តនៅពេលដែលយើងធ្វើបានវាណាហ្នឹងហើយអញ្ចឹងពេលដែលយើងសម្រេចបានគោលដៅតូចៗទាំងអស់ហ្នឹងវាធ្វើយើងសប្បាយចិត្តធ្វើជារៀងរាល់ថ្ងៃទៅវានឹងសប្បាយចិត្តរៀងរាល់ថ្ងៃអារម្មណ៍របស់យើងកាន់តែល្អហើយធ្វើរឿងហ្នឹងធ្វើហើយធ្វើបន្តទៀតកាលណាតែយើងមានគោលដៅគឺយើងនឹងមានផែនការផែនទីណាផែនការមានន័យថាយើងរៀបចំផែនការទៅហើយវាជាសម្រាប់យើងធ្វើហើយផែនទីមានន័យថាយើងដើរទៅចំណុចហ្នឹងហ្នឹងហើយទីណាដែលយើងចង់ទៅហើយនាំមកយើងទៅកាន់អនាគតដែលយើងតែងតែសម័យហ្នឹងអញ្ចឹងវានាំមកយើងទៅដល់នៅក្តីសម័យដែលយើងចង់បានព្រោះមនុស្សយើងតែងតែមានក្តីសម័យថាថ្ងៃណាមួយយើងចង់ធ្វើនេះចង់ធ្វើនោះអញ្ចឹងកាលណាតែយើងសម្រេចនៅគោលដៅបន្តិចបន្តួចតូចៗទាំងអស់ហ្នឹងនាំមកយើងទៅដល់គោលដៅដែលយើងចង់បាននាពេលអនាគតអញ្ចឹងសូមកំណត់ឲ្យបានរាល់ថ្ងៃព្រោះកាលណាតែយើងអត់បានកំណត់ទេវានឹងកន្លងដោយគ្មានគោលដៅហើយជាមនុស្សដែរមិនមានគោលដៅនៅថ្ងៃអនាគតអញ្ចឹងយើងដឹងស្រាប់ហើយថាជីវិតដែលយើងអត់មានគោលដៅថ្ងៃអនាគតយើងអាចមើលទៅលើជីវិតអ្នកដទៃបានថាអត់មានគោលដៅគឺជីវិតបែបណានៅពេលអនាគតចូលដល់ចំណុចទម្លាប់ទី4គឺទ្រាំនឹងការងារដែលលំបាកអយតែនិយាយថាការងារគឺវាមិនជាការស្រួលទេការងារណាក៏ពិបាកដែរមានតិចមានច្រើនអយជាក់ស្ដែងបើយើងមិនជឿសាកយើងទៅធ្វើយើងនឹងដឹងថាការងារនោះវានឹងពិបាកត្រង់ណាស្រួលនៅត្រង់ណាលើកលែងតែយើងអត់ដាក់ចិត្តដាក់កាយធ្វើការងារបើយើងដាក់ចិត្តដាក់កាយធ្វើការងារយើងនឹងដឹងហើយថា
ការងារណាដែលលំបាកអញ្ចឹងមនុស្សដែលឧស្សាហ៍គឺគេអត់ចូលចិត្តធ្វើការងារណាដែល easy ទេអត់ចូលចិត្តធ្វើការងារណាដែលស្រួលទេគឺគេចូលចិត្តធ្វើការងារណាដែលលំបាកព្រោះការងារដែលលំបាកហ្នឹងវារុញច្រានឲ្យគេទៅរកនូវភាពលូតលាស់ធ្វើឲ្យគេរីកចម្រើនអញ្ចឹងភាគច្រើនគឺគេចង់ធ្វើការងារណាដែលពីពិបាកព្រោះអឺពេលពិបាកមុនសំណុកក្រោយเนาะដូចពាក្យចាស់គេនិយាយពាក្យសុភាសិតខ្មែរលំបាកមុនសំណុកក្រោយអញ្ចឹងមនុស្សឧស្សាហ៍គឺគេមិនរុញទេមិនរុញរានឹងការងារដែលលំបាកទេហើយការដែលយើងជ្រើសរើសវិធីសាស្ត្រនេះវាត្រូវបានទុកថាជាវិធីសាស្ត្រដែលមានប្រសិទ្ធភាពដែលជួយឲ្យយើងនឹងបណ្ដុះនៅគំនិតឬក៏បណ្ដុះនៅវិន័យរបស់យើងកាលណាតែយើងធ្វើការងារលំបាកយើងត្រូវធ្វើឲ្យជោគជ័យកាលណាតែត្រូវធ្វើឲ្យជោគជ័យយើងត្រូវតែស៊ូទ្រាំជាមួយនឹងអាភាពលំបាកកាលណាតែលំបាកយើងមិនដកថយយើងត្រូវបង្កើតវិន័យវិន័យនាំឲ្យយើងធ្វើអញ្ចឹងយើងអត់ធ្វើបានទេហើយបន្ថែមមួយទៀតគឺនាំឲ្យផ្លូវចិត្តរបស់យើងនឹងរឹងមាំអញ្ចឹងយើងអត់ត្រូវថាអូរង់ចាំថាអារម្មណ៍ល្អហើយចាំធ្វើការអត់ទេដោយសារតែយើងមានវិន័យអញ្ចឹងអារម្មណ៍មិនល្អក៏យើងចាប់ផ្ដើមធ្វើដែរដោយសារតែវិន័យយើងថាឲ្យយើងត្រូវតែកំណត់ធ្វើហ្នឹងហើយគឺអឺទ្រាំធ្វើការងារនឹងលំបាកអញ្ចឹងយើងអាចធ្វើវាហើយដោយអត់រត់គេចទេគឺរៀនរស់ជាមួយវាហើយធ្វើវាដោយការតាំងចិត្តដោយការអត់ទ្រាំព្រោះដែលវានឹងមានផលជាធំនៅថ្ងៃណាមួយដោយការតាំងចិត្តហើយដែលមានវិន័យជាធំអញ្ចឹងវិន័យហ្នឹងយើងនឹងអនុវត្តវាដោយការអត់ធ្មត់ដោយការតាំងចិត្តហើយការងារលំបាកនោះយើងនឹងអាចធ្វើវាបានហើយទម្លាប់ទី5គឺការចេះសរសើរខ្លួនឯងនិងអ្នកដទៃអញ្ចឹងអាពាក្យល្អហ្នឹងណាយើងកុំគិតតែលើអ្នកដទៃថាអូម្នាក់នេះស្អាតម្នាក់នោះសង្ហាយើងគួរតែឆ្លុះកញ្ចក់ហើយយើងគួរសរសើរខ្លួនឯងថាយើងក៏ស្អាតដែរយើងក៏សង្ហាយើងក៏ cute เนาะហ្នឹងហើយដូចណានាអញ្ចឹងទេអត់ស្គាល់ណានានៅក្នុងเกม Mobile Legends គឺមានតែណា cute ជាងគេដែលគេថាក្មេងតូចហ្នឹងអញ្ចឹងអាការសរសើរខ្លួនឯងនេះវាជារឿងសាមញ្ញឯប៉ុន្តែវាគឺជាអំណាចនៃផ្លូវចិត្តដែលផ្ដល់នៅអឺអារម្មណ៍ល្អដល់យើងអញ្ចឹងអំណាចផ្លូវចិត្តរបស់យើងហ្នឹងគឺធ្វើឲ្យយើងជឿជាក់លើខ្លួនឯងវាអាចធ្វើឲ្យយើងជាមនុស្សដែលជឿជាក់ដែលមានភាពជឿជាក់ហើយវាមានសុវត្ថិភាពផ្លូវចិត្តទៀតអញ្ចឹងនៅពេលដែលយើងធ្វើអ្វីមួយដែលយើងមានភាពជឿជាក់ហើយសុវត្ថិភាពផ្លូវចិត្តហ្នឹងគឺយើងធ្វើដោយរលូនការងាររបស់យើងនឹងអត់មានភាពស្ទាក់ស្ទើរអត់មានការបង្អាក់នៅអារម្មណ៍ថាអូធ្វើទៅខ្លាចអត់បានល្អអត់ទេនៅពេលដែលយើងមានភាពជឿជាក់យើងនឹងធ្វើវាបានល្អអានោះក៏កើតឡើងដោយសារតែការសរសើរយើងសរសើរខ្លួនឯងដែរដោយយើងសរសើរខ្លួនឯងផងដែរហើយមួយទៀតគឺយើងមិនអាចភ្លេចបាននៅពេលដែលយើងសរសើរខ្លួនឯងវានឹងបង្កើននូវថាមពលផ្លូវចិត្តបង្កើននូវថាមពលវិចិត្រហើយអាចឲ្យយើងគិតទៅលើមនុស្សទាំងអស់គ្នាឬក៏លើខ្លួនឯងនេះលើភាពវិជ្ជមានកាលណាតែយើងមានភាពវិជ្ជមាននៅក្នុងចិត្តអញ្ចឹងធ្វើយើងមានអារម្មណ៍ល្អហើយយើងធ្វើការប្រកបដោយថាមពលហើយទន្ទឹមនឹងគ្នានេះដែរគឺយើងក៏ត្រូវចេះសរសើរអ្នកដទៃដែរមិនមែនសរសើរតែខ្លួនឯងទេមិនមែនមើលតែខ្លួនឯងល្អហើយអ្នកដទៃមិនស្មើខ្លួនទេយើងក៏ត្រូវចេះសរសើរអ្នកដទៃដោយពាក្យពីរោះពិសាเนาะដូចគេនិយាយថាពាក្យពីរោះពិសាឈ្ងុយឆ្ងាញ់ឬក៏កាយវិការជាកម្លាំងចិត្តហ្នឹងហើយអាហ្នឹងក៏ជាការសរសើរដែរព្រោះយើងក៏មិនល្អគ្រប់10អ្នកដទៃក៏មិនល្អគ្រប់10ប៉ុន្តែអ្នកដទៃក៏មានចំណុចល្អរបស់គេដែរអញ្ចឹងយើងមិនអាចមើលរំលងបានទេយើងក៏ត្រូវសរសើរអ្នកដទៃព្រោះអ្នកដទៃក៏គេអាចជួយយើងនៅភាពរីកចម្រើនដែលវាជាការផ្ទេរគ្នារុញគ្នាទៅវិញទៅមកបន្ស៊ីគ្នានៅកន្លែងការងារនៅក្នុងគ្រួសាររបស់យើងអញ្ចឹងនៅពេលដែលគាត់ធ្វើអ្វីមួយល្អយើងក៏សរសើរថាអូគាត់អានេះធ្វើបានល្អ
បើគាត់ដុសបានបន្ទប់ទឹកល្អអូថ្ងៃហ្នឹងដុសបន្ទប់ទឹកល្អមែនណាអ៊ីណាហ្នឹងសម្រាប់អ៊ីអនាម័យឬក៏អ្នកផ្ទះយើងដែរបើគាត់រៀបចំបន្ទប់ស្អាតក៏យើងសរសើរថាអូរៀបចំបន្ទប់ផ្កាយរៀបចំបន្ទប់ស្អាតអាហ្នឹងធ្វើឲ្យគ្រួសាររបស់យើងកាន់តែមានភាពសប្បាយរីករាយជាមួយនឹងការងារដែលគាត់បានធ្វើហើយចំណុចទី6ទម្លាប់ទី6ហ្នឹងគឺស្ងប់ស្ងាត់ជាមួយខ្លួនឯងអឺស្ងប់ស្ងាត់បែបណាតើដែលស្ងប់ស្ងាត់ជាមួយខ្លួនឯងពេលណាពេលយប់ឬក៏ពេលថ្ងៃនៅត្រង់ចំណុចនេះអត់ទេពេលស្ងប់ជាមួយខ្លួនឯងនេះគឺជាការចាប់ផ្ដើមស្ដាប់នៅសំឡេងខាងក្នុងណាស្ដាប់ខ្លួនឯងគឺស្ដាប់នៅសំឡេងខាងក្នុងរបស់យើងគឺចិត្តរបស់យើងនេះឯងថាចិត្តយើងកំពុងតែកើតអីជាពិសេសនៅពេលដែលយើងstress ឬក៏ smoke យើងគិតអីអត់ចេញណាអញ្ចឹងយើងគួរតែស្ងប់យើងអឺអាចសម្រាក5នាទីហើយចាប់ផ្ដើមឲ្យខ្លួនឯងស្ងប់កុំគិតអីទាំងអស់អាចដកដង្ហើមចូលដង្ហើមចេញហើយស្ដាប់សំឡេងខ្លួនឯងថាយើងកំពុងតែមានបញ្ហាអ្វីហើយគួរដោះស្រាយបែបណាដោយយើងអាចដកដង្ហើមចេញវែងៗដង្ហើមចូលវែងៗដើម្បីឲ្យសួតយើងបន្សុទ្ធនៅអុកស៊ីសែនបានល្អហើយយើងនឹងរុញឲ្យខួរក្បាលយើងបង្កើននៅការគិតរកដំណោះស្រាយជាមួយនឹងបញ្ហាការងាររបស់យើងឬក៏បញ្ហាផ្ទាល់ខ្លួនរបស់យើងឲ្យកាន់តែល្អអញ្ចឹងត្រូវពិនិត្យនៅអឺអារម្មណ៍នៅក្នុងចិត្តរបស់យើងเนาะដោយភាពស្មោះត្រង់ថាយើងកំពុងតែមានបញ្ហាអីអញ្ចឹងការស្ងប់ហ្នឹងមិនមែនសម្រាប់តែពេលយើងលំហែទេគឺសម្រាប់ស្ដារថាមពលឡើងវិញដូច្នេះយើងគួរចំណាយពេលឲ្យខ្លួនឯងស្ងប់ដើម្បីឲ្យយើងអាចរកនៅបញ្ហាដែលយើងបានកើតឡើងអញ្ចឹងគេថាមនុស្សដែលស្ងប់បានណាពេលយើងពិបាកចិត្តឬក៏ពេលយើងខឹងហើយយើងចិត្តក្តៅអីអញ្ចឹងគេថាជាមនុស្សដែលស្គាល់នៅចិត្តខ្លួនឯងណាហើយអាចសម្រួលនៅផ្លូវចិត្តបានពេលយើងមានបញ្ហាអញ្ចឹងយើងស្គាល់ចិត្តថាអូយើងកំពុងតែក្តៅយើងកំពុងតែខឹងអញ្ចឹងយើងដឹងថាចិត្តកំពុងខឹងហើយអញ្ចឹងយើងនឹងសម្រួលផ្លូវចិត្តបានហ្នឹងហើយមិនគ្រប់គ្រងចិត្តទេណាស្គាល់ចិត្តថាចិត្តយើងនេះកំពុងតែខឹងឬក៏កំពុងតែសប្បាយអញ្ចឹងការស្ដាប់នៅសំឡេងខ្លួនឯងយើងដឹងថាចិត្តយើងកំពុងសប្បាយចិត្តយើងកំពុងខឹងចិត្តយើងកំពុងតែនិន្ទាគេសរសើរគេឬក៏កំពុងតែពិបាកចិត្តហើយយើងគួរធ្វើបែបណាសម្រាប់ដំណោះស្រាយជាមួយនឹងអារម្មណ៍ដែលយើងកំពុងតែកើតឡើងហ្នឹងហើយអញ្ចឹងពេលណាដែលយើងពិបាកចិត្តខ្លាំងហើយយើងត្រូវតែស្ងប់ចិត្តមួយរយៈហ្នឹងគឺមួយខណៈពេលខ្លី5នាទីហ្នឹងដូចខ្ញុំនិយាយមិញហ្នឹងគឺខណៈពេលខ្លីហ្នឹងអញ្ចឹងវាអាចធ្វើឲ្យចិត្តយើងចាប់ផ្ដើមគិតជាថ្មីបានហើយវានឹងផ្ដល់នូវគំនិតដែលច្បាស់លាស់មួយដែលអាចឲ្យយើងសម្រេចថាយើងគួរតែធ្វើបែបណានៅចំពោះបញ្ហាចំពោះមុខហ្នឹងហើយដល់ចំណុចទី7គឺពិនិត្យមើលខ្លួនឯងជារៀងរាល់ថ្ងៃពិនិត្យមើលបែបណាពិនិត្យមើលមិនទៅណាកន្លែងនេះខ្ញុំចង់និយាយអំពីពេលយើងគេងណាថាពេលយើងរៀបមុនគេងហើយយើងសួរខ្លួនឯងថាថ្ងៃនេះយើងបានធ្វើអីខ្លះសកម្មភាពប្រចាំថ្ងៃនេះមួយថ្ងៃពេញនេះយើងបានធ្វើអីខ្លះមិនថានៅកន្លែងការងារនៅបន្ទប់គេងយើងនៅផ្ទះយើងជាមួយមនុស្សជុំវិញខ្លួនយើងឬក៏ចំពោះកញ្ចក់ទូរទស្សន៍ឬកញ្ចក់ទូរស័ព្ទឬក៏ monitor របស់យើងហ្នឹងថាយើងបានធ្វើអ្វីខ្លះយើងបានតាមដានជីវិតអ្នកដទៃយើងបានរៀនសូត្រពីសង្គមអញ្ចឹងយើងសួរខ្លួនឯងថាយើងបានធ្វើអីខ្លះហើយចំណុចមួយទៀតយើងបានកែប្រែចំណុចមិនល្អអ្វីខ្លះរបស់យើងនៅក្នុងថ្ងៃនេះកាលណាតែយើងសួរខ្លួនឯងបែបនេះអាចធ្វើឲ្យយើងគិតទៅរកនៅផ្លូវវិជ្ជមានមួយដែលនាំឲ្យយើងមិនគិតគេហៅថារឿងអំពើសង្គមណាហ្នឹងហើយកាលណាតែយើងសួរខ្លួនឯងថាអ្វីយើងបានធ្វើអីខ្លះនៅថ្ងៃនេះដែលល្អសម្រាប់ខ្លួនឯង
អញ្ចឹងយើងប្រកាសជាឆ្លើយថាអូខ្ញុំបានធ្វើការកំណត់តាមផែនការរបស់មេដាក់មកខ្ញុំបានធ្វើចប់រួចរាល់ធ្វើដោយល្អមានគេសរសើរហ្នឹងហើយអាហ្នឹងយើងគិតថាអូយើងពូកែយើងល្អប៉ុន្តែយើងអត់អឺយើងគិតថាអូថ្ងៃហ្នឹងខ្ញុំបានចូលកន្ទប់ទឹកយូរកន្លះម៉ោងដោយសារតែខ្ញុំជាប់មើលទូរស័ព្ទមើលរឿងភាគអាហ្នឹងជាចំណុចមិនល្អត្រូវអត់អញ្ចឹងថ្ងៃក្រោយខ្ញុំអត់ត្រូវបណ្ដោយខ្លួនឯងឲ្យដល់ថ្នាក់ហ្នឹងទេអត់ដល់ថ្នាក់ទៅមើលទូរស័ព្ទនៅក្នុងកន្ទប់ទឹកដល់ថ្នាក់កន្លះម៉ោងអញ្ចឹងអត់កើតទេដោយសារតែយើងវក់មើលរឿងភាគឬក៏មើល TikTok មើលអីចឹងទៅអញ្ចឹងលើកក្រោយខ្ញុំអត់ទេអាហ្នឹងគឺជាការមើលនៅចំណុចខ្វះខាតរបស់យើងប្រចាំថ្ងៃរបស់យើងហើយយើងអាចយកមកកែប្រែនៅចំណុចខ្វះខាតទាំងអស់ហ្នឹងដុសខាត់ឲ្យទៅហើយកែលម្អវានៅថ្ងៃបន្ទាប់ទៀតថាថ្ងៃបន្ទាប់យើងកុំកុហកខ្លួនឯងហើយទៅមើលទូរស័ព្ទកន្លះម៉ោងនៅក្នុងកន្ទប់ទឹកឃើញចឹងអត់ល្អទេហ្នឹងហើយអញ្ចឹងមនុស្សឧស្សាហ៍គេអត់ធ្វើអញ្ចឹងទេវាមិនត្រឹមត្រូវវាអត់ល្អទេហើយសួរថាមនុស្សឧស្សាហ៍អត់ចេះខុសទេចេះតែគេពេលដែលពេលដែលខុសហ្នឹងគឺគេចេះរៀនកែប្រែពីកំហុសរបស់គេហើយអឺថាធ្វើម៉េចកុំឲ្យមានកំហុសលើកក្រោយទៀតណាអញ្ចឹងសរុបជារួមមកជីវិតរបស់យើងគឺត្រូវការរៀននិងអនុវត្តប្រចាំថ្ងៃហ្នឹងគឺរៀនរាល់ថ្ងៃដើម្បីឲ្យបាននៅអឺសមតុល្យបច្ចុប្បន្នភាពនៃជីវិតណាសង្គមគេដល់ណាយើងក៏ត្រូវដល់ហ្នឹងយើងត្រូវរៀនឲ្យជីវិតយើងកាន់តែល្អប្រសើរហ្នឹងហើយមិនមែនតាមដានរឿងគេទេតាមដានថាសង្គមអភិវឌ្ឍជឿនលឿនរីកចម្រើនដល់កម្រិតណាមិនថាការងារគ្រួសារសុខភាពឬក៏ពិភពលោកខាងក្រៅព្រឹត្តិការណ៍ផ្សេងៗចឹងយើងតាមដានទាំងឲ្យបានដឹងហើយយើងដើម្បីងាយស្រួលគឺធ្វើអីពាក់ព័ន្ធនឹងសេដ្ឋកិច្ចរបស់យើងគួរចាយវាម៉េចចឹងទៅអាហ្នឹងក៏ជាចំណេះដឹងមួយដែរដែលយើងត្រូវតែរៀនវាជារៀងរាល់ថ្ងៃហើយអនុវត្តវាពីមួយជំហានតូចៗហ្នឹងដែលយើងធ្វើវាជាបន្តបន្ទាប់ចឹងអាទម្លាប់ល្អៗហ្នឹងវាគឺជាកន្លងដែលនាំឲ្យយើងទៅដល់សុបិនដែលជាការពិតដែលកំពុងតែរង់ចាំយើងណាអញ្ចឹងpodcast ថ្ងៃនេះមានតែប៉ុណ្ណឹងសង្ឃឹមថាបងប្អូនស្ដាប់ដល់ចប់បើសិនជាស្ដាប់ដល់ចប់សូម comment នៅខាងក្រោមវីដេអូរបស់ខ្ញុំផងហើយសូមកុំភ្លេចចុចសញ្ញាឲ្យចុច Subscribe ហើយនិងសញ្ញាកណ្ដឹងដើម្បីទទួលបាននៅវីដេអូក្រោយៗទៀតហើយយើងនឹងឆ្ពោះទៅមុខជាមួយគ្នាអរគុណបងប្អូនដែលបានតាមដានស្ដាប់វីដេអូរបស់ខ្ញុំដល់ចប់សូមបងប្អូននឹងក្លាយជាមនុស្សឧស្សាហ៍ចាប់ពីវីដេអូនេះតទៅអរគុណសូមគោរពលាបងប្អូន